ខ្ញុំតែងតែគិតថាចាគាត់អត់មានសុំមកនៅមួយយើងទេយ៉ាចឹងឥឡូវហ្នឹងម៉ាក់សម័យឥឡូវគឺយើងលែងគិតថាការចិញ្ចឹមកូនហ្នឹងចិញ្ចឹមដើម្បីឲ្យកូនធំឡើងចាសងយើងហើយយើងគិតថាយើងកំពុងតែធ្វើដើម្បីបង្កើតនៅធនធានមនុស្សចាសម្រាប់ប្រទេសជាតិសម្រាប់ក្រុមគ្រួសារឬក៏ថាសម្រាប់សេចក្តីសុខរបស់គាត់ខ្លួនឯងម៉ាក់ដែលមើលកូនផ្ទាល់ដៃណាម៉ាក់ធ្លាប់មានអារម្មណ៍នឹងអត់ដល់ថ្ងៃណាមួយដែលយើងចេញធ្វើការបាត់ទាំងប្តីទាំងប្រពន្ធណាហើយយើងបានទុកកូននៅម៉ែដោះឬមួយក៏នៅអ្នកនៅផ្ទះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចសាងកំហុសអីធំមែនតើហ្មងសម្រាប់ខ្លួនឯងហើយទាំងអត់មានទុកកូនចោលទេគ្រាន់តែយើងចេញមកធ្វើការទៅជាដូចខ្លួនឯងមានកំហុសព្រោះយើងមើលកូនរាល់ថ្ងៃចិត្តខ្ញុំគិតអញ្ចឹងថាតាមពិតម៉ាក់អាចបន្ធូរអារម្មណ៍ខ្ញុំឥឡូវខ្ញុំចាប់ផ្ដើមបន្ធូរអារម្មណ៍បានខ្លះនៅពេលដែលខ្ញុំចេញទៅធ្វើការងារតែខ្ញុំ